ថ្ងៃនេះពួកយើងមកធ្វើ component ជាមួយគ្នាអញ្ចឹងដើម្បីបង្កើត component បាននៅក្នុង Figma នេះដំបូងយើងអាចបង្កើតជា rectangle ហើយដាក់ text ឲ្យវាក៏បានឬក៏មួយទៀតយើងអាចបង្កើតជា text ហើយតមកដាក់ auto layout វាក៏បានតែឥឡូវដោយសារយើង start ដំបូងខ្ញុំចង់ឲ្យពួកយើងគូរជា rectangle សិនហើយដាក់អក្សរចូលបន្ទាប់មកទៀតយើងអាចមកចុចកន្លែងនេះដើម្បី select យក plugin ដែលជា material design icon ដើម្បី add icon ទៅលើប៊ូតុងរបស់យើងអញ្ចឹងយើងអាច search ឈ្មោះ icon ហើយចុច enter ទៅដើម្បីទទួលបាន icon ដែលយើងចង់បានហើយយើង select ទៅលើ icon ណាមួយយើងចង់បានវានឹងធ្លាក់ទៅលើ screen ខាងក្រោយរបស់យើងហើយតែយើងអាចអូសវាតម្លាក់ទៅលើ screen ណាដែលយើងចង់តម្លាក់ក៏បានដែរដើម្បីភាពងាយស្រួលអញ្ចឹងឥឡូវកន្លែងនេះខ្ញុំនឹងរៀបវាឲ្យទៅជាថៅបន្តិចសិនបន្ទាប់មកទៀតយើង select យក text style ឲ្យត្រូវអញ្ចឹងដោយសារឥឡូវខ្ញុំមាន text style ស្រាប់អញ្ចឹងខ្ញុំ select ពីកន្លែង typography នេះដើម្បី select យក text style របស់ខ្ញុំហ្មងអញ្ចឹងដោយសារ font តូចយើងនឹងលេវាត្រូវកន្លែងតិចសិនបន្ទាប់ពីវាត្រូវកន្លែងហើយយើងមកដូរពណ៌វាឲ្យទៅជាពណ៌តាម color style ដែលខ្ញុំបាន set up ពីដំបូងតែបើយើងអត់មាន color style យើងអាចក៏ select color ណាដែលយើងចង់បានក៏បានដែរអញ្ចឹងខ្ញុំ select all ទៅលើ component ទាំងអស់ហ្នឹងហើយខ្ញុំចុច create component បន្ទាប់ពី create component ហើយយើងបានប៊ូតុងមួយហ្នឹងទៅជា component ហើយអញ្ចឹងនៅពេលដែលយើង click ទៅលើវានឹងឃើញពណ៌ស្វាយដែលបញ្ជាក់ថាវាជា component ហើយនៅពេលដែលយើងបង្កើត component វាមានច្រើនប្រភេទអញ្ចឹងយើងអាច select ហើយយើងទៅផ្ទាំងខាងស្ដាំដើម្បី click យកកន្លែងជ្រុងខាងលើនេះដើម្បីបង្កើតទៅជា component ក៏បានអញ្ចឹងដោយសារវាជា component យើងមើលទៅ layer ខាងឆ្វេងទៅយើងនឹងឃើញថាវាមានជា component 1 component 2ដែលយើង copy ចេញពីគ្នាមកហើយ component មេវាមានរូបផ្កាហើយវាបិទចិត្តហើយ component កូនជារូបផ្កាដែរតែបិទអត់ចិត្តទេអញ្ចឹងយើងអាចមើលអានឹងបានដើម្បីដឹងថាមួយណាជា master មួយណាជា secondary ឬក៏ជា slave component បន្ទាប់ពីយើងបាន component ហើយយើងសាកមកដូរ color នៅលើ component មេអញ្ចឹងយើងឃើញថានៅពេលដែលដូរពណ៌ឬក៏ដូរ text នៅលើ component មេវានឹង effect ទៅកាន់កូន component របស់វាដែរដូចយើងឃើញនៅក្នុងឥឡូវនេះអញ្ចឹងដោយឡែកបើសិនជាខ្ញុំ select លើ component កូនហើយខ្ញុំដូរ color វិញ component មេអត់បានតាម component កូនទេហើយបើដូរ text ក៏ component មេអត់ដូរតាមកូនដែរអញ្ចឹងនៅពេលដែលយើងដូរ color វាដាច់តែ color ទេអញ្ចឹងដូចមេនេះអញ្ចឹងខ្ញុំដូរ color មេទៅជាពណ៌ផ្សេងអញ្ចឹងអាខាងក្រោមបានដូរហើយដោយសារវាផ្ដាច់ចេញពីគ្នាហើយបាទហើយដោយសារវាមាន color ផ្ទាល់ខ្លួនអញ្ចឹងណាអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំមកដូរ text ខាងក្រោមវិញទៅជា complete អញ្ចឹងវាផ្ដាច់ខ្លួនពី component មេដែរអញ្ចឹងបើខ្ញុំមកដូរ text នៅខាងលើទៅជាពាក្យផ្សេងក៏វាអត់ដូរទៅតាម component មេវិញដែរអញ្ចឹងបានន័យថានៅពេលដែលយើងមានប៊ូតុងនឹងនៅច្រើន page ផ្សេងគ្នាហើយយើងយក component កូនដូរ text ខាងក្នុងពេលដែលយើងដូរលើ component មេវាអត់ effect ទៅខូច layout របស់យើងឬក៏ខូច text ដែលយើងបានដូរហើយហ្នឹងទេអញ្ចឹងយើងមកមើលទៅលើ icon វិញក៏ដូចគ្នាដែរនៅពេលដែលយើង select លើ icon component កូនហើយយើងដូរពណ៌វា component មេក៏អត់ដូរដែរអញ្ចឹងឥឡូវខ្ញុំ control Z ត្រឡប់មកវិញហើយខ្ញុំសាកទៅលើ component មេម្ដងពេលដែលដូរលើមេ component កូនដើរដូចគ្នាអញ្ចឹងសម្រាប់ពណ៌ text ក៏ដូចគ្នាដែរបើមិនជាយើងដូរទៅលើ component មេខាងក្រោមក៏ដូរដូចគ្នាដែរអញ្ចឹងអាហ្នឹងគឺជាអីដែលមានតំណែងរវាង component មេហើយនិង component កូនអញ្ចឹងកន្លែងនេះខ្ញុំ copy component ហ្នឹងយកមកប្រើនៅលើ page ផ្សេងមួយទៀតអញ្ចឹងមូលហេតុដែលយើងធ្វើ component បានន័យថានៅពេលដែលយើងមាន page ច្រើនជាងមួយយើងផ្លាស់ប្ដូរទៅលើតែ component មេទៅវានឹង change ទៅ component ដែលយើងបាន copy យកទៅប្រើនៅ page ផ្សេងទៀតហើយឧទាហរណ៍ឡើយខ្ញុំដូរពណ៌នៅលើមេហើយបន្ទាប់មកវានឹង effect ទៅកូនហើយឧទាហរណ៍ថាយើងបាន change ទៅលើកូនហើយ component កូនហើយយើងចង់រុញការផ្លាស់ប្ដូរនឹងទៅកាន់ component មេរបស់យើងអាច click យើងអាច select លើ component កូនជ្រើសរើសយកពាក្យថា main component ហើយជ្រើសរើសយកពាក្យ push changes to main component នៅពេលដែលយើង push វាទៅវានឹង update ទៅ main component អញ្ចឹងនៅពេលដែល main component ផ្លាស់ប្ដូរវានឹង effect ទៅកាន់ component កូនទាំងអស់ដែលនៅលើ page ផ្សេងនៅលើ screen របស់យើងទាំងមូលហ្មង